លោកកម្ពុជាអាស៊ាននិងអាស៊ានជាមួយបណ្ដាប្រទេសមហាអំណាចក្នុងនោះក៏មានសហរដ្ឋអាមេរិកមានសហភាពសូវៀតរុស្ស៊ីហើយក៏ដូចជាប្រទេសជប៉ុនយើងដឹងហើយក្នុងស្ថានភាពនៅក្នុងពេលបច្ចុប្បន្ននេះនៅសម្រាប់សមាគមអាស៊ានក៏ជាសមាជិកអាស៊ានថាបូរណភាពទឹកដីការរំលោភបំពានឈ្លានពានរហូតដល់មានការប៉ះទង្គិចគ្នាដោយផ្ទុះអាវុធក្រៅពីការផ្ទុះអាវុធអស់រយៈពេល5ថ្ងៃក៏មានការខិតខំដោយផ្ដើមនៃការបង្កើតបទឈប់បាញ់ដោយប្រធានបដូវវេនអាស៊ានទន្ទឹមនឹងនោះក៏មានលោកប្រធានាធិបតីដូណាល់ត្រាំដែលជាអ្នកជួយជំរុញនិងសម្របសម្រួលឲ្យបង្កើតបាននៅបទឈប់បាញ់ហើយជាពិសេសនៅក្នុងថ្ងៃទី26នេះជាថ្ងៃមួយដែលប្រទេសកម្ពុជាហើយនិងប្រទេសថៃបានខិតខំរៀបចំនៅកិច្ចព្រមព្រៀងមួយតាមការផ្ដួចផ្ដើមរបស់លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកការបង្កើតនៅកិច្ចព្រមព្រៀងសន្តិភាពនេះពង្រឹងនៅទំនាក់ទំនងរវាងប្រទេសដែលនៅជាប់ព្រំដែនជាមួយគ្នាជាសមាជិកអាស៊ាននៅក្នុងសហគមន៍អាស៊ានបើយើងនិយាយពីកិច្ចព្រមព្រៀងសន្តិភាពនេះលោកដូណាល់ត្រាំតាំងពីដែលលោកឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកលោកតែងតែបានចូលរួមបញ្ចប់នៅសង្គ្រាមមួយចំនួននៅលើពិភពលោកនេះរៀបចំនៅបទឈប់បាញ់មួយចំនួនហើយនេះយើងឃើញជាសង្គ្រាមដ៏រ៉ាំរ៉ៃមួយរវាងប្រទេសអ៊ីស្រាអែលហើយនិងប៉ាឡេស្ទីនរយៈពេលប្រមាណជា2ឆ្នាំមានកិច្ចព្រមព្រៀងក៏ដោយក៏មានការប៉ះទង្គិចគ្នាបន្តិចបន្តួចការរំលោភពីភាគីមួយនិងភាគីមួយដោយឡែកសម្រាប់ប្រទេសកម្ពុជាកិច្ចព្រមព្រៀងសន្តិភាពនៅកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅក្នុងថ្ងៃនេះគឺថ្ងៃទី26ខែតុលាឆ្នាំ2025នេះពិតជាមានសារៈសំខាន់ហើយដែលសមាជិកអាស៊ានសហគមន៍អាស៊ានក៏ចង់បានជាពិសេសប្រជាពលរដ្ឋនៃប្រទេសទាំងពីរគឺប្រទេសកម្ពុជាហើយនិងប្រទេសថៃទន្ទឹងនឹងរងចាំនៅក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងថ្ងៃនេះយើងសង្ឃឹមថាក្រោយពីការចុះកិច្ចព្រមព្រៀងសន្តិភាពវិវាទនយោបាយនិងដំណោះស្រាយនយោបាយរវាងប្រទេសកម្ពុជានិងប្រទេសថៃនឹងកាន់តែប្រសើរឡើងឈានទៅប្រក្រតីឡើងវិញបាទសូមអរគុណ